ស៊ើបអង្កេតមួយរបស់ VOD រកឃើញថាលោកហ៊ុនតូដែលជាបងប្អូនជីដូនមួយរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតបានដកខ្លួនដោយស្ងាត់ចេញពីធនាគារដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកក្រោមបទល្មើសហិរញ្ញវត្ថុស្ថាប័នហិរញ្ញវត្ថុទាំងនេះរួមមានធនាគារ HX ធនាគារ Panda និង Huiwan Pay កាលពីដើមខែកញ្ញាឆ្នាំ2025សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុននិងឧក្រិដ្ឋជនជាជនជាតិចិនដែលមានសញ្ជាតិខ្មែរក្នុងនោះមានឈ្មោះ Chen Allen និងឈ្មោះស៊ូលៀងសឹងដែលមានបណ្ដាញនឹងលោកហ៊ុនតូលោកឈិននិងលោកស៊ូសុទ្ធតែជាម្ចាស់ធនាគារ HH Bank នៅក្នុងប្រទេសកម្ពុជាដែលធនាគារនេះត្រូវបានបង្កើតឡើងដោយលោកហ៊ុនតូផងដែរប៉ុន្តែលោកហ៊ុនតូនិងលោកស៊ូបានដកឈ្មោះរបស់ពួកគេចេញពីធនាគារមួយនេះកាលពីខែឧសភាឆ្នាំ2025ពលគឺប៉ុន្មានខែមុនការដាក់ទណ្ឌកម្មរបស់អាមេរិក VOD មិនទាន់អាចសុំការអធិប្បាយពីលោកហ៊ុនតូបាននៅឡើយទេលើសពីធនាគារ HX លោកហ៊ុនតូនិងបងស្រីរបស់លោកគឺអ្នកស្រីហ៊ុនកំលែងក៏បានចូលរួមបង្កើតធនាគារ Panda រួមជាមួយជនជាតិចិនជាច្រើនអ្នកដំបូងឡើយកំណត់ត្រាផ្លូវការបានចុះបញ្ជីបងប្អូនទាំងពីរអ្នកនេះជាម្ចាស់ក្រុមហ៊ុនទោះជាយ៉ាងណាមកដល់ដើមឆ្នាំ2025ស្ថានភាពរបស់ពួកគេត្រូវបានផ្លាស់ប្ដូរមកជាអតីតម្ចាស់ហើយថ្មីនេះឈ្មោះរបស់ពួកគេត្រូវបានដកចេញទាំងស្រុងពីបញ្ជីអនឡាញរបស់ក្រសួងពាណិជ្ជកម្មជាធម្មតាក្រសួងពាណិជ្ជកម្មតែងរក្សាបញ្ជីអតីតម្ចាស់ក្រុមហ៊ុននៅលើ website ករណីនេះបង្កការសង្ស័យចំពោះភាពច្បាស់លាស់និងសុចរិតភាពក្នុងការចុះបញ្ជីព័ត៌មានសាធារណៈ VOD បានតាក់ទងទៅអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកប៉ែនសុវិជាតិកាលពីថ្ងៃទី30ខែកញ្ញាដើម្បីសុំការពន្យល់លើរឿងនេះប៉ុន្តែលោកបានប្រាប់ឲ្យអ្នកសារព័ត៌មានផ្ញើសំណួរតាមប្រព័ន្ធ Telegram វិញយ៉ាងណារហូតមកដល់ម៉ោងផ្សាយនេះVOD ពុំទទួលបានការឆ្លើយតបពីលោកឡើយគួរបញ្ជាក់ថាបច្ចុប្បន្ននេះធនាគារ Panda Bank ត្រូវបានចុះបញ្ជីក្រោមឈ្មោះបុគ្គលមួយចំនួនក្នុងនោះមានឈ្មោះឡានជាងភីងខៅមេងីប៊ុនចាន់នីតាហ៊ុនផាលីនយ៉ានសាត់ជានិងហឺយៀនមីងនៅពេលបង្កើតធនាគារ Panda ដំបូងលោកហ៊ុនតូបានប្រើប្រាស់ផ្ទះរបស់លោកស្ថិតនៅលើផ្លូវ245សង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញធ្វើជាទីស្នាក់ការធនាគារបច្ចុប្បន្ននេះធនាគារនេះមានទីស្នាក់ការធំមួយស្ថិតនៅលើបណ្ដោយផ្លូវ289សង្កាត់បឹងកក់1ខណ្ឌទួលគោករាជធានីភ្នំពេញលោកហ៊ុនតូក៏បានផ្ដាច់ទំនាក់ទំនងជាមួយ Huiwan Pay ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុមួយដែលត្រូវបានចោទប្រកាន់ដោយអាជ្ញាធរអាមេរិកកាលពីខែឧសភាឆ្នាំ2025ពីបទលាងលុយកខ្វក់ដែលបានមកពីការបោកប្រាស់និងឆបោកតាមអនឡាញឬហៅថា scam ឈ្មោះរបស់លោកត្រូវបានដកចេញពីកំណត់ត្រាសាជីវកម្មទាំងអស់ហើយក្រុមហ៊ុនខ្លួនឯងក៏លែងត្រូវបានចុះបញ្ជីនៅលើ website ក្រសួងពាណិជ្ជកម្មផងដែរលើសពីវិស័យធនាគារលោកហ៊ុនតូក៏មានបណ្ដាញជាមួយអាជីវកម្មដែលមានទំនាក់ទំនងជាមួយចិនដែលពាក់ព័ន្ធនឹងសកម្មភាពបទឧក្រិដ្ឋលោកហ៊ុនតូជាម្ចាស់ក្រុមហ៊ុន Lee Sin Group ដែលរកស៊ីល្បែងអនឡាញខុសច្បាប់និងការបោកបញ្ឆោតតាមអនឡាញឬហៅថា scam កាលពីកន្លងទៅ VOD បានស៊ើបអង្កេតរកឃើញថាក្រុមហ៊ុន Lee Sin កំពុងប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ឈ្មោះ WM ដោយលួចលាក់ចេញពីទីតាំងក្នុងខេត្តព្រះសីហនុជាច្រើនឆ្នាំមកហើយការស៊ើបអង្កេតរបស់អ្នកសារព័ត៌មាន VOD ក៏រកឃើញទៀតថាទីតាំង Lee Sin Harbour City ក្នុងខេត្តព្រះសីហនុត្រូវបានប្រើប្រាស់ជាកន្លែងរកស៊ីបោកបញ្ឆោតតាមអនឡាញលោកសង្សានករណាអ្នកតាមដានសិទ្ធិមនុស្សមួយរូបដែលកំពុងស្នាក់នៅប្រទេសអូស្ត្រាលីថ្លែងថាទោះបីជាមានភ័ស្តុតាងកាន់តែច្រើនដែលភ្ជាប់លោកហ៊ុនតូទៅនឹងបុគ្គលនិងស្ថាប័នដែលកំពុងប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិក៏ដោយក៏គ្មានសកម្មភាពផ្លូវច្បាប់ណាមួយត្រូវបានធ្វើឡើងប្រឆាំងនឹងលោកនៅក្នុងប្រទេសកម្ពុជាឡើយលោកបន្ថែមថាសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានលូកដៃចាត់វិធានការលើលោកហ៊ុនតូឡើយដោយសារតែឥទ្ធិពលនិងអំណាចរបស់លោកហ៊ុនតូជាសាច់ញាតិរបស់លោកហ៊ុនសែនចឹងហើយសមត្ថកិច្ចដែលពាក់ព័ន្ធមិនហ៊ានលូកដៃធ្វើការស៊ើបអង្កេតស្រាវជ្រាវដើម្បីចាត់វិធានការទៅលើលោកហ៊ុនតូទេដោយសារតែកាលណាធ្វើការស៊ើបអង្កេតស្រាវជ្រាវបើកសំណុំរឿងហ្នឹងអាចនឹងប៉ះពាល់ទៅដល់តំណែងនិងតួនាទីរបស់អ្នកអនុវត្តច្បាប់ទាំងអស់ហ្នឹងលោកសង្សានករណាបន្តថាក្រៅពីវិស័យធនាគារមានមុខចំនួនផ្សេងទៀតដែលអាចជាប់ពាក់ព័ន្ធនឹងការលាងលុយក្នុងប្រទេសកម្ពុជាក្នុងនោះមានវិស័យអចលនទ្រព្យនិងការបើកកាស៊ីណូនិងល្បែងអនឡាញនាងខ្ញុំប៉ាសុខេង VOD